ជាយូរមកហើយមានបក្សីចម្លែករស់នៅលើដើមពោធិ៍ធំមួយនៅក្បែរទន្លេសត្វបក្សីចម្លែកនេះមានក្បាលពីរប៉ុន្តែមានក្រពះតែមួយប៉ុណ្ណោះខណៈដែលបក្សីកំពុងតែហោះនៅលើអាកាសវាបានឃើញផ្លែឈើមួយដែលមានរាងដូចផ្លែប៉ោមនៅច្រាំងនៃទន្លេបក្សីនោះបានហោះចុះនិងបានបេះផ្លែឈើនោះមកបរិភោគនេះជាផ្លែឈើឆ្ងាញ់បំផុតដោយសារតែបក្សីនេះមានក្បាលពីរផ្សេងទៀតក្បាលខាងស្ដាំបានតវ៉ាអញជាបងប្រុសរបស់ឯងហេតុអ្វីបានជាឯងមិនអោយអញស៊ីផ្លែឈើដែលឆ្ងាញ់នេះចឹងក្បាលខាងឆ្វេងបានឆ្លើយថាបិទមាត់ឯងដឹងហើយថាយើងបានតែក្រពះមួយក្បាលណាស៊ីក៏ផ្លែឈើនោះនឹងទៅកាន់ក្រពះតែមួយដូចគ្នាដូច្នេះវាមិនមានបញ្ហាទេថាក្បាលមួយណាស៊ីវានោះលើសពីនេះទៅទៀតអញគឺជាអ្នកដែលបានរកឃើញផ្លែនេះមុនដូច្នេះអញមានសិទ្ធិស៊ីវាហើយពេលឮបែបនេះក្បាលខាងស្ដាំស្ងាត់មាត់ឈឹងប៉ុន្តែភាពអាត្មានិយមនេះរបស់ក្បាលមកខាងទៀតបានធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំងថ្ងៃមួយពេលហោះក្បាលស្ដាំបានប្រទះឃើញដើមឈើដែលមានផ្លែឈើពុលមួយក្បាលខាងស្ដាំនោះបានហោះចុះទៅលើដើមឈើនោះនិងបេះយកផ្លែឈើមួយកុំស៊ីផ្លែឈើពុលនេះឲ្យសោះក្បាលឆ្វេងបានស្រែកប្រសិនបើអ្នកបរិភោគវាទាំងពីរអ្នកយើងនឹងត្រូវស្លាប់ដោយសារតែយើងមានក្រពះរួមគ្នាឈប់និយាយក្បាលស្ដាំបានស្រែកដោយសារតែអញជាអ្នកដែលបានបេះផ្លែឈើនេះអញមានសិទ្ធិស៊ីវាក្បាលឆ្វេងបានចាប់ផ្ដើមយំប៉ុន្តែក្បាលស្ដាំមិនខ្វល់វាចង់សងសឹកវាបានស៊ីផ្លែឈើពុលនោះទៅជាលទ្ធផលពួកគេទាំងពីរក៏បានស្លាប់ទៅ